តើយើងរៀនចេះពហុធាតុទាំងអស់គ្នាចំពោះការចេះពហុធាតុនិងពហុធាតុដឺក្រេនៃតំណាងចេះត្រូវតែធំជាងឬក៏ស្មើទៅនឹងដឺក្រេនៃតួចេះយើងមាន x ក្រេដល់ 5x បូក4ចេះទៅនឹង x ដល់ 1 ជំហានដំបូងគឺយើងត្រូវមើលតួនៃពហុធាតុណាដែលមានដឺក្រេខ្ពស់ជាងគេថាតំណាងចេះឬក៏តួចេះដោយតំណាងចេះយើងក៏មាន x ក្រេហើយតួចេះក៏មាន x អញ្ចឹងយើងយក x មកដើម្បីកូនទៅយើងបាន x ក្រេអញ្ចឹងយើងបាន x កូននឹង x គឺយើងបាន x ក្រេតើមកយើងយក x ទៅកូននឹងដក1មកអញ្ចឹង x កូននឹងដក1គឺយើងបានដក x បន្ទាប់មកយើងយកដក 5x ដកទៅនឹងដក x មកអញ្ចឹងយើងបានដក 5x ដកកូននឹងដកគឺយើងបានបូក x អញ្ចឹងដក 5x បូក x គឺយើងបានដកឲ្យ 4x អញ្ចឹងដាក់ដក 4x មកហើយចំពោះ x ក្រេដក x ក្រេគឺអស់ហើយគឺវាស្មើ0តើមកយើងទម្លាក់បូក4ដើម្បីចេះបន្តមកដែលយើងបានដក 4x បូកឲ្យ4ដោយយើងឃើញថាតួនៃពហុធាតុដែលមានដឺក្រេខ្ពស់បន្ទាបគឺដក 4x អញ្ចឹងយើងយកប្រមាណគុណនឹង x បានឃើញដក 4x គឺយើងយកដក 4មកអញ្ចឹងដាក់ដក 4មកយើងយកដក 4ទៅគុណនឹង x អញ្ចឹងដក 4 គុណនឹង x គឺយើងបានដក 4x អញ្ចឹងយើងដាក់ដក 4x មកហើយយកដក 4ទៅគុណនឹងដក 1ចឹងដក 4 គុណដក 1 ដកគុណដកគឺបូកហើយយក 4 ទៅគុណ 1 អញ្ចឹង 4 គុណនឹង 1 គឺយើងបាន 4 បន្ទាប់មកយើងធ្វើការដកមកយកដក 4x បូកឲ្យ 4 ដកទៅនឹងដក 4x បូកឲ្យ 4 អញ្ចឹងយើងឃើញសំណល់វាគឺនៅសល់0ដូចនេះយើងបានផលចែកនៃ x ក្រេដកឲ្យ 5x បូកឲ្យ 4 ចែកទៅនឹង x ដកឲ្យ 1 គឺស្មើឲ្យ x ដកឲ្យ 4